បាទសួស្តីអ្នកគ្នាឥឡូវនេះយើងមកបន្តជាមួយនឹងការរៀន command line នៅក្នុង Loop នៅបន្តទៀតទាក់ទងនឹង Loop នៅ permission ចឹងនៅទីមួយទាក់ទងនឹង ownership របស់ file ហើយនឹង directory ដែលយើងធ្វើការកំណត់ឲ្យវាហើយនេះគឺទាក់ទងនឹងសម្រាប់ Linux គឺមាន user 3ប្រភេទដែលយើងមានជា user ហើយនឹងជា group ហើយនឹង order user មានន័យថាគឺជាយើងឬក៏ owner current user ហ្នឹងឯងសម្រាប់ group គឺមានន័យថាគឺ group របស់យើងទាំងមូលអញ្ចឹងមានន័យថា user នៅក្នុង group ណាអញ្ចឹងគេគិតទៅលើ group មួយហ្នឹងហើយសម្រាប់order គឺមានថាគឺអ្នកផ្សេងឬក៏គេហៅថាអ្នកដតីដែលមិនមែនជាត្រូវអីនឹងយើងណាបើយើងប្រៀបធៀបទៅវាដូចជាអ្នកដតីអញ្ចឹងសម្រាប់លេខ2គឺតើតើនឹង file អឺប្រភេទរបស់វាគឺឧទាហរណ៍ដូចយើងឃើញសញ្ញាដកនៅពីមុខហ្នឹងគឺវា tab របស់វាជា file ហើយអក្សរ D នេះជា directory C នេះគឺជា character device ហើយ B ជា block device S គឺជា socket P គឺជា name P ហើយនឹង I ហើយនេះ L មិន I L គឺជា symbolic link ហ្នឹងហើយអូខេបន្ទាប់គឺជា permission ប្រភេទ permission ក៏យើងចែកចេញជា3ដែរគឺមាន read ដែលយើងតាំងវាដោយអក្សរ O មាន write តាំងវាដោយអក្សរ W ហើយនិង execute យើងតាំងវាដោយអក្សរ X សម្រាប់ read គឺមានន័យថាយើងចូលទៅអានឯកសារហើយ write ហ្នឹងយើងចូលទៅកែទៅលុបឯកសារហ្នឹងសម្រាប់ execute មានន័យថាយើងបើតើតើក្នុង file វាមាន file ដែលយើងអាច file ខ្លះយើងអាច run បានហើយនឹងសម្រាប់ directory នៅពេលដែលយើងចូលទៅ directory ចូលទៅក្នុង directory ហ្នឹងអីគេហៅថា execute ហើយអឺយើងអាច check វាមើលបានដែលយើងប្រើ command ls ហើយមកដក l អញ្ចឹងខ្ញុំនឹងតែអ្នកគ្នាមើលវាអញ្ចឹងខ្ញុំបើកជាមួយនឹង putty ដើម្បីធ្វើការ remote ទៅកាន់ Linux របស់ខ្ញុំអូខេចឹងនៅក្នុងនេះខ្ញុំមាន file ទាំងអស់នេះដែលខ្ញុំបង្កើតក្នុងតេស្តឥឡូវខ្ញុំនឹងប្រើ command ls ដក l ចឹងយើងនឹងឃើញ file មួយវាមានអននេះគឺបញ្ជាក់ពី permission របស់វាថាវានៅ permission មួយណាចឹងអ្នកគ្នាប្រកាសឃើញសញ្ញាដកនៅពីមុខនេះសញ្ញាដកនៅពីមុខហ្នឹងមានថាវាគឺជា file ហើយកែសរ D មែនគឺវាគឺជា directory ហើយប្រកាសឃើញបន្តហ្នឹងគឺមាន OWX ចឹង OWX ហ្នឹងមានន័យថាម៉េច OWX នេះយើងឃើញយ៉ាង O គឺជា read ហើយ W គឺជា write ហើយនឹង X គឺជា execute ហ្នឹងហើយបាទចឹងបន្តបន្ទាប់ទៅនឹងការផ្ដល់ permission ចឹងការផ្ដល់ permission យើងអាចប្រើ command នេះហើយលេខទាំងអស់នេះគឺតំណាងឲ្យ permission ដែលយើងចង់កំណត់ឲ្យទៅកាន់ផ្នែកមួយចឹងសម្រាប់លេខមកខ្ទង់ខាងមុខនេះគឺយើងសម្រាប់កំណត់ permission ទៅឲ្យ user ហើយលេខកណ្ដាលនេះគឺសម្រាប់ group ហើយលេខចុងក្រោយនេះគឺទីតាំងលេខចុងក្រោយនេះគឺសម្រាប់ order គឺឬក៏អ្នកដទៃដែលយើងមកពីលើនឹងវិញហ្នឹងហើយសម្រាប់ permission យើងអាចកំណត់បានតាមលេខទាំងអស់នេះគេហៅវាថាជា numeric permission ដែលនៅខាងក្រោមហ្នឹងគឺយើងអាចមើលបានលេខ0ចឹងមានន័យថាលេខ0មានន័យថាវាអត់អាចចៃបានអស់យើងសម្រាប់លេខ1គឺយើងអាច x ចាំមានថាគឺអនុញ្ញាតឲ្យ execute បានលេខ2គឺសម្រាប់ថា write ហើយលេខ3គឺសម្រាប់ write ហើយនិង execute លេខ4សម្រាប់ read ដូចគេហៅថា read only ហ្នឹងលេខ5គឺសម្រាប់យើងអាច read ហើយនិង execute លេខ6គឺអាចថា read write លេខ7គឺ full permission គេហៅថា read write execute ហ្នឹងអូខេអញ្ចឹងសម្រាប់យើងអាចអនុវត្តវាបានយើងប្រើ command change mode ចឹងមួយនេះ CH mode ដែលគេគេអាសាហៅថា change mode ហ្នឹងហើយអញ្ចឹងខ្ញុំហៅវាថា change mode ចុះអូខេអញ្ចឹងដើម្បីតេស្តវាខ្ញុំនឹងធ្វើការតេស្តវាទៅលើ command អញ្ចឹងអ្នកនរត្រូវចាំលេខទាំងអស់នេះអញ្ចឹងលេខដូចនេះអញ្ចឹងហើយមួយនេះគឺសម្រាប់កំណត់ permission ឲ្យ user ទី2គឺឲ្យ group ទី3គឺឲ្យ order អ្នកដទៃអញ្ចឹងយើងឃើញកន្លែងនេះគឺ
nhưng mà này cái này một lầnនេះអក្សរ D មានថា directory ហើយមកកណាត់មកកណាត់ OWH នេះមានន័យថាសម្រាប់ user អញ្ចឹងយើងអនុញ្ញាតឲ្យ write ឬ execute ហើយមកកណាត់ខាងនេះគឺសម្រាប់មកកណាត់ខាងចាប់ពី O ទៅនេះគឺសម្រាប់គ្រប់អញ្ចឹងគ្រប់យើងឃើញអត់អាច write បានអញ្ចឹងគាត់មាន read ហើយនិង execute ហើយសម្រាប់នេះគឺសម្រាប់អ្នកដទៃឬក៏ order ហ្នឹងហើយអញ្ចឹងមានថាមាន read ហើយនិង execute ដូចគ្នាទៅលើ big data អញ្ចឹងខ្ញុំនឹងកែទៅលើ big data វិញហ្នឹងខ្ញុំនឹង check mode វាខ្ញុំវាយ select mode ខ្ញុំនឹងកែវា full ទាំងអស់អញ្ចឹងខ្ញុំនឹងដាក់ full ទាំងអស់គឺយើងទីមួយ user ឲ្យគាត់ full full permission ហើយគ្រប់ប្រកាស full ហើយនឹងអ្នកទីអូខេអញ្ចឹងខ្ញុំនឹង check mode ម្ដងទៀតអញ្ចឹងអ្នកគ្នាគាត់ឃើញអ្នកគាត់នេះវាមាន highlight ពណ៌វាបញ្ជាក់ថាគឺវា full permission គ្រប់កន្លែងអញ្ចឹងយើងឃើញកន្លែងនេះវាមាន redirect execute redirect execute ទាំងអស់អូខេអឺមកតមកទៀតគឺទាក់ទងនឹង symbolic mode symbolic mode ហ្នឹងគឺយើងអត់មានអីទេគឺវាដូចគ្នាទៅលើដែរតែលើវាជា numeric ហើយខំវាយើងប្រហែលជា symbolic ជាសញ្ញាជាអក្សរអីចឹងអូខេតែយើងមាន3 operation ផ្សេងគ្នាគឺយើងមានបន្ថែម permission មានដក permission ចេញហើយមានកំណត់ permission ជាក់លាក់ណាមួយចឹងឥឡូវមិញវាមានតែកំណត់ទេយើងមានបន្ថែមឬក៏ដកទេចឹងខ្ញុំតែអ្នកគ្នាមើលតែយើងអាច apply វាបានលើដូចគ្នា user គ្រប់ហើយនឹង order មួយទៀតគឺ all A អ្នកដទៃអឺ okay sorry all គឺមានថាទាំងអស់ទាំង user គ្រប់ហើយនឹង order អ្នកដទៃអូខេវិធីសាស្ត្រដើរវាស្រួលទេមានន័យថាបើយើងចង់កំណត់ជាក់លាក់អូខេយើងក៏ចង់កំណត់ទៅលើគ្រប់យើងដាក់កន្លែងនេះអក្សរ G មកចឹងកន្លែងនេះគេកំណត់ទៅលើ order យើងមានន័យថាដាក់អក្សរ O ហើយស្មើ OW អីចឹងមកឧទាហរណ៍ថាខ្ញុំចង់កំណត់ big data នេះដែលខ្ញុំ apply ទៅ order នេះស្មើ OW ចឹងខ្ញុំប្រើ change mode ដដែលហើយ O ស្មើនឹង OW retry ហើយ public data ហើយចឹង big data ចឹងអ្នកគ្នាឃើញកន្លែងនេះចឹងកន្លែងនេះត្រូវបានដូរហើយឃើញកន្លែងនេះដំបូងយើង full នេះ OWH តែឥឡូវយើងកែវាទៅជា OW វិញចឹងមានន័យថាយើងកែ order នេះមួយកណ្ដាលនេះគឺជា order យើងកែវាទៅជា OW វិញចឹងណាអូខេចឹងអ្នកគ្នាយល់ហើយឥឡូវមួយទៀតបើខ្ញុំចង់ដាក់វាតិចចឹងឥឡូវមកវាបាត់ OW វាទៅជាបានតែ execute ទេចុះបើខ្ញុំអត់ចង់លុបអា execute ទេខ្ញុំចង់បន្ថែម read វា read ផង execute ផងតែខ្ញុំអត់ចង់បន្ថែមកំណត់វាម្ដងទៀតទេខ្ញុំចង់បន្ថែមវា read ចឹងចឹងយើងដាក់វាបូកអូបាទចឹងយើង check មកចឹងកន្លែងនេះឃើញអូ x អូខេអានេះខ្ញុំឧទាហរណ៍ប៉ុណ្ណឹងឲ្យអ្នកគ្នាមើលហើយឧទាហរណ៍មកដល់ទី6វិញគឺទីត្រង់នឹង owner និងក្រុមខាងបដូរទៅលើ owner ហើយនិងក្រុមណាចឹងអ្នកគ្នាគាត់ឃើញនៅកន្លែងនេះអានេះបញ្ជាក់ថា owner ហើយអានេះគឺជាក្រុមចឹងសម្រាប់ file អូខេខ្ញុំឧទាហរណ៍លើ data file data គឺវាមាន owner ជា root ហើយនិងក្រុមជា root ចឹងខ្ញុំនឹងឆែកវាហើយអូខេនៅក្នុងបើខ្ញុំគឺមាន user មួយគាត់មានឈ្មោះថា Tida ហើយនឹងក្រុមមួយគឺក្រុម IT អញ្ចឹងខ្ញុំនឹងបដូរវាខ្ញុំនឹងបដូរទៅកាន់ owner
ពេលយើងប្រើ change out ហើយទៅមកឈ្មោះ user ពីដើមចឹងមិនដែលគ្នាអត់មាន user បង្កើតឲ្យបង្កើត user បានវាទៅមកអត់ big data ចឹងខ្ញុំលេច check វាម្ដងទៀតអូខេអញ្ចឹងអ្នកគ្នាឃើញអានេះវាបដូរពីរូបទៅកាន់ theta វិញហើយមួយទៀតគឺទាក់ទងនឹងការ change លើក្រុមអូខេចឹងជាក្រុមវាប្រើ command មួយគឺ change អឺ GOP ចឹងអ្នកគ្នាឃើញនៅលើនេះគឺ change GOP មកហើយយើងដាក់ក្រុមមកក្រុមខ្ញុំគឺ IT អូខេចឹង check មកម្ដងទៀតចឹងឃើញហើយ user data ហើយនឹងក្រុម IT ហើយយើងមាន comment មួយទៀតអ្នកឃើញនៅលើនេះគឺមានន័យថាយើងអាច change បានម្ដងទាំងពីរតែម្ដងទាំង on ហើយទាំងគ្រប់អញ្ចឹងយើងប្រើ comment change mode change out អញ្ចឹងកន្លែងដំបូងយើងដាក់ user ហើយទៅមកទីពីរហើយយើងដាក់ឈ្មោះគ្រប់អញ្ចឹងដោយសារតែនេះខ្ញុំមានហើយចឹងខ្ញុំបាត់ដាក់ទេខ្ញុំដាក់ខ្ញុំ change វាទៅដើមវិញយើង root ហើយគ្រប់គឺជា root អូខេហើយយើង check មើលអូខេអញ្ចឹងយើងឃើញវាទៅដូចដើមវិញអមកកាន់លេខ7វិញទៅនឹង sticky bit ចឹង sticky bit នេះយើងប្រើវាសម្រាប់កំណត់ទៅលើ file directory របស់យើងដើម្បីជៀសវាងការលុបពីអ្នកដទៃចឹងគេថាបើយើងបង្កើត file directory អីគេអាចលុបទៅលើ file របស់យើងបានគេឲ្យពីយើងហើយនឹងរូប user ឯងចឹងណាសម្រាប់ command វិញយើងមានពីរ command មួយនេះហើយនឹង command មួយនេះ command មួយនេះវាដូចជាnumber permission ចឹងយើងប្រើលេខ1នេះវាចេះថាយើងប្រើ sticky bit ហើយលេខ7នេះជា permission អីចឹងមកគឺថាគេអាច read write អីតែគេអាចលុបបានចឹងណាយើងអាចប្រើនេះអញ្ចឹងខ្ញុំរីកមិនឲ្យប្រើនេះទៅដោយសារវាស្រួលហើយវាខ្លីអូខេអញ្ចឹងយើងនឹងកំណត់ទៅលើលេខនេះដោយមកគាត់ឲ្យមាននរណាដែលគាត់អាចលុបបានអញ្ចឹងយើងប្រើកំណត់មកបូកទីនៅឈ្មោះ user ដាក់ big data ដដែលអញ្ចឹងអ្នកគ្នាឃើញហើយគឺវាបានបដូរអញ្ចឹងដើម្បីយើងចំណាំថា folder ឬក៏ file មួយណាដែលគាត់បាននៅកំណត់នៅsticky bit ហ្នឹងអញ្ចឹងអ្នកគ្នាមើលកន្លែងនេះគឺវាមាន highlight ពណ៌ Q ដែលវាបញ្ជាក់ថាយើងបានកំណត់លើវាអញ្ចឹងកន្លែងនេះក៏បានកំណត់ដែរចា៎នេះក៏ខ្ញុំបានកំណត់ដែរអញ្ចឹងយើងចំណាំកន្លែងហ្នឹងណាព្រោះនៅលើនេះដូចជាអត់មានអីចំណាំទេបញ្ជាក់ថាយើងបានកំណត់វាអញ្ចឹងទេហ្នឹងហើយចឹងខ្ញុំបានតេស្តថាចូល user ដើម្បីលុបទៀតសារខោទូទៅវាពេញពេកចឹងចូលដល់ចំណុចបន្ទាប់គឺតាក់ទងនឹង SUID ហើយនឹង SGID តែ UID ហ្នឹងគឺសម្រាប់អឺ user ហើយ SGID ហ្នឹងសម្រាប់ក្រុមចឹងវាសម្រាប់program និងដំណើរការតាម on permission អានេះតាក់ទងនឹង default permission ទីទៀតខ្ញុំនឹងប្រាប់នៅនេះអូខេសម្រាប់ដើម្បីធ្វើវាយើងអាចប្រើ command មួយនេះឬក៏យើងអាចប្រើជា command បែប numeric permission ចឹងគួរថាប្រើ command នេះទៅវាខ្លីហើយយើងវាងាយយល់ហើយងាយចាំទៀតចឹងខ្ញុំនឹង change ទៅលើអូខេ change ទៅលើ command.tt នេះ change ទៅដល់ file នេះចឹងយើងប្រើ change មកជួយ progress អូខេcommand.tt ខ្ញុំ check មើលអូខេមិញខ្ញុំ check បាន change វាហើយចឹងយើងចាប់អារម្មណ៍គឺនៅកន្លែងនេះវានឹងបដូរ execute ទៅជា S ចឹងអូខេមួយទៀតខ្ញុំនឹងធ្វើទៅលើ group ចឹងវាបដូរនៅទីតាំងរបស់ user និង client របស់3នេះរបស់ user
លេខ3នេះបោះ3នេះបោះគ្រប់រីអ្នក3នេះបោះគ្រប់ចឹងយើងមិនធ្វើនៅលើគ្រប់វិញចឹងគ្រប់3គ្រប់បូក G បូក S អូខេចឹងអ្នកគ្នាឃើញនេះគឺវាដូចគ្នាវានឹង change execute ទៅជា S តែម្ដងចំណុចបន្ទាប់គឺតាក់ទងនឹង you must you must នេះយើងប្រើវាសម្រាប់កំណត់ default permission នៅពេលដែលបង្កើត file ឬក៏ folder ថ្មីអញ្ចឹងឥឡូវយើងសាកបង្កើត file មួយចឹងអត់ដាក់ថា.tt យើង check វាអញ្ចឹងសម្រាប់ my node.tt នេះខ្ញុំបានបង្កើតនេះអញ្ចឹងអ្នកគ្នាឃើញ permission របស់វាអត់ញ៉ាសម្រាប់ user វាអាច read write សម្រាប់ group គឺអាច read ហើយនឹង folder អាច read អញ្ចឹងខ្ញុំនឹង change អានេះគឺជា default ដែលយើងបង្កើតមកបានប៉ុណ្ណឹងណាអញ្ចឹងបើយើងប្រៀបធៀបនឹងលេខកន្លែងនេះវា read write វាអាចលេខប្រមាណវាខ្ញុំទៅមើលសិន read write វាលេខ6អញ្ចឹងកន្លែងនេះ read វាលេខ4ហើយលេខ4អញ្ចឹង644ឥឡូវខ្ញុំនឹង change វាទៅជាអីផ្សេងនៅពេលដែលយើងបង្កើតមកយើងនឹងចេញអីផ្សេងហ្នឹងអញ្ចឹងយើងប្រើណា comment នេះ comment ឲ្យបន្ទាប់មកលេខដែលយើងចង់កំណត់វាហ្នឹង you must អឺខ្ញុំបញ្ជាក់អ្នកគ្នាមួយទៀតវាសម្រាប់ការកំណត់លេខរបស់វា you must នេះគឺវាបញ្ច្រាស់អំពីការកំណត់ number information ណាអញ្ចឹងអ្នកដូចគ្នាអ្នកគ្នាឃើញជាង0វាអត់មានអីទេលេខ7គឺ full permission អញ្ចឹងអានេះវាច្រាស់មកវិញអញ្ចឹងលេខ0វាទៅជា full permission វិញហើយលេខ7ទៅជា permission អត់មានវិញនេះអូខេនៅកន្លែងនេះអញ្ចឹងអ្នកគ្នាឃើញនេះyou must ខ្ញុំមក you must សិនអូខេកន្លែងនេះមិន you must ទេអានេះpermission ទេអញ្ចឹងអ្នកគ្នាក៏ដឹងប៉ុណ្ណឹងដោយសារខ្ញុំឥឡូវខ្ញុំអត់មានអីអ្នកគ្នាមើលអញ្ចឹងចូលទៅនេះ first rumah lunak lunak ni ok ini sekarangមានចោះចឹងអ្នកគ្នាអាចចំណាំកន្លែងហ្នឹងវាពិច្រាស់អំពី permission នេះវាពិច្រាស់ពីអានេះខ្ញុំមើលសិនវាមានបង្ហាញអត់អូខេជុំអូខេអត់មានអ្នកគ្នាអូខេចឹងអីទេខ្ញុំនឹងតែអ្នកគ្នាមើលឥឡូវខ្ញុំនឹងកំណត់វាទៅជា7ធម្មតាវា full permission មែនអត់អញ្ចឹងកំណត់ចោលសិនទៅហើយខ្ញុំបង្កើត file មួយដែលឈ្មោះថា my node 1នេះខ្ញុំអូខេហើយខ្ញុំនឹង check អញ្ចឹងអ្នកគ្នាឃើញ my node 1 permission វាអត់មានអីទាំងអស់អញ្ចឹងខ្ញុំនិយាយម្ដងទៀតវាបិច្រាស់ពី permission លើអូខេព្រោះថាបើយើងដាក់00នៅពេលដែលយើងបង្កើត file TW អូនេះអ្នកគ្នាឃើញអត់វាទៅជា full permission redrive ទៅអ្នកគ្នាឆ្ងល់កន្លែងនេះហេតុអីក៏អត់មាន execute ថា full permission សម្រាប់ file text វាមិនមែនជា file បែប file SH ឬក៏អីទេដែលយើងអាច execute បានទេ file text វាយើងអាច execute ទេ execute មានន័យថាយើងអាច run ឬក៏និយាយទៅ file យើងអាច run បើ file SH យើងចុចទៅដើម្បី run អីមួយចឹងណាចឹងយើងមាន permission execute តែអានេះ file ធម្មតាទោះវាមាន permission execute ឬក៏អត់មានវាអត់បញ្ហាទេព្រោះ file នេះយើងគ្រាន់តែចូលទៅ read ហើយនឹងធ្វើការ write
update insert អីចឹងអូខេសម្រាប់ directory វាធ្វើ directory ទៅមាន execute ហើយ file គឺតាម file ដែលអាច run បានទៅមាន execute ចឹងហ្នឹងហើយអញ្ចឹងវាចេញបែបហ្នឹងឯងតែវាគឺជា file text អូខេអញ្ចឹងសូមថាអ្នកគ្នាយល់ពីអ្វីដែលខ្ញុំបានបញ្យល់ទៅទៅក្នុងវីដេអូមួយនេះអញ្ចឹងអរគុណអ្នកគ្នាសម្រាប់ការមើលវីដេអូមួយនេះគឺមានប៉ុណ្្នឹងអរគុណអ្នកគ្នាជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ